ថ្ងៃនេះដែរយើងមកសិក្សាអំពីមេរៀនស្រៈបូកនឹងព្យញ្ជនៈចឹងនេះគឺជាព្យញ្ជនៈបូកជាមួយនឹងស្រៈជីអញ្ចឹងកូនមើលជីយើងអាចសរសេរបានហើយចេះស្មើឲ្យខ្ញុំចូលខាងណាចូលបូកជាមួយនឹងស្រៈអ៊ីចេញបែបនេះចឹងខ្ញុំអាចសរសេរចេះសួស្តីកូនដែលតាមដាននៅ channel សិក្សាភាសាខ្មែរទាំងអស់គ្នាឥឡូវនេះថ្ងៃនេះយើងរៀនអំពីស្រៈបូកជាមួយនឹងព្យញ្ជនៈអញ្ចឹងនេះខ្ញុំនឹងប្រាប់ទៅកាន់កូនទាំងអស់គ្នាចជាព្យញ្ជនៈបូកជាមួយនឹងស្រៈអ៊ីស្មើនឹងជីអញ្ចឹងខ្លីៗងាយស្រួលយល់មានន័យថានេះស្រៈនេះព្យញ្ជនៈអានេះស្រៈបូកចូលគ្នាបានចេញតួអក្សរមួយអានថាជីបន្តទៀតកង់កជាព្យញ្ជនៈដែរបូកជាមួយនឹងកជាព្យញ្ជនៈដែរបូកជាមួយនឹងព្យញ្ជនៈដូចគ្នាកនិងងកងតក់មួយកង់នឹងគេប្រកបអញ្ចឹងណាកង់កនិងងកងដល់ពេលបន្តមួយទៅចេញជាកង់សង្កត់សំឡេងកង់តបទៀតតជាព្យញ្ជនៈបូកនឹងស្រៈអៅសំទោសស្មើនឹងទៅមិនចេញទៅណាចេញទៅឃើញនៅទៅសជាព្យញ្ជនៈបូកស្រៈអាជាស្រៈស្មើនឹងសាឥឡូវនេះយើងបន្តទៀតបន្តនៃព្យញ្ជនៈបូកជាមួយនឹងស្រៈសារថ្មីចជាព្យញ្ជនៈបូកជាមួយនឹងស្រៈអ៊ីចេញជីកជាព្យញ្ជនៈដែរបូកជាមួយនឹងព្យញ្ជនៈដូចគ្នាកនិងងកងដល់ពេលបន្តមួយកង់ចេញកង់យល់បន្តទៀតព្យញ្ជនៈបូកជាមួយនឹងស្រៈអីគេស្រៈអៅតបូកស្រៈអៅមិនចេញតៅទេចេញទៅសំឡេងពួកអទៅសបូកស្រៈអាស្មើនឹងសាព្យញ្ជនៈបូកស្រៈចេញសាឡបូកស្រៈអាចេញលានៅពេលវាតែឯងចេះអានថាលារបូកស្រៈអ៊ីបូកនឹងណចេញរៀនទាំងអស់នេះគឺមានន័យថាព្យញ្ជនៈបូកស្រៈចេញនៅតួអក្សរមួយគឺជីអញ្ចឹងនៅពេលដែលយើងផ្សំចូលគ្នាទាំងអស់យើងអានចេញបែបណាអញ្ចឹងមានន័យថាចេញជាតួអក្សរមួយគឺឧទាហរណ៍ប៉ុណ្ណេះចេញតួអក្សរបែបណាចាំតាមណាទាំងអស់គ្នាចកងស្រៈអ៊ីជីកនិងងកងដាក់មួយកង់តដាក់ស្រៈអៅទៅសដាក់ស្រៈអាសាលដាក់ស្រៈអាលីរដាក់ស្រៈអ៊ីនិងណរៀនអូខេឥឡូវលុបចេញហើយទៅមើលថា
សំចូលគ្នាទាំងអស់បូកចូលគ្នាទាំងអស់នេះចេញជា clear បែបណាវិញជីនេះចេញតួអក្សរមួយនេះជីកងទៅសាលារៀនខាងចុះក្រុមទេសោះភាសាក្រាស់យើងទូចអញ្ចឹងវាចេញតួអក្សរបែបនេះភាសាអីភាសាសុជនៈបូកជាមួយស្រៈនៅពេលដែលផ្សំចូលគ្នាទៅគឺចេញតួអក្សរបែបហ្នឹងយល់ជីកង់ទៅសាលារៀនគឺនៅពេលដែលយើងផ្សំចូលគ្នាទៅវាបានអញ្ចឹងវាឲ្យយើងរៀនចេះអំពីសុជនៈនិងស្រៈយល់ទាំងអស់គ្នាអញ្ចឹងមុននឹងអានចេះអានអក្សរតួឃ្លាលងបែបនេះត្រូវតែចេះសុជនៈនិងស្រៈសិនអញ្ចឹងបានបំបែកទម្រង់មួយឲ្យមើលពីថាជីទម្រាំអាជីបែបនេះគឺចេញតែចូលបូកនឹងស្រៈអញ្ចឹងវាបានជីនេះយល់ប៉ុណ្ណឹងឥឡូវយើងចប់មេរៀនយើងប៉ុណ្ណឹងសិនចាំថ្ងៃក្រោយយើងបន្តទៅមុខទៀតអរគុណសម្រាប់បងប្អូនដែលតាមដាននៅ Channel រៀនភាសាខ្មែរសម្រាប់ក្មួយៗចង់រៀនភាសាខ្មែរអាចចុច Subscribe Channel របស់ខ្ញុំមួយផងសូមអរគុណសូមជម្រាបលាទាំងអស់គ្នា